តើអ្វីទៅគឺជាប្រាក់ឈ្នួលយោងតាមមាត្រា102នៃច្បាប់ស្តីពីការងារប្រាក់ឈ្នួលគឺជាឈ្នួលការងារឬឈ្នួលសេវាដែលអាចគិតជាប្រាក់បានឬកម្រិតបានដោយការព្រមព្រៀងគ្នាឬដោយច្បាប់ជាតិហើយដែលនយោជកត្រូវបើកឲ្យកម្មករនយោជិតតាមកិច្ចសន្យាជួលការងារឬសេវាដោយលាយលក្ខណ៍អក្សរឬដោយមាត់ទទេទោះចំពោះការងារដែលបានធ្វើក្តីឬដែលត្រូវធ្វើក្តីចំពោះសេវាដែលបានបំពេញឬត្រូវបំពេញក្តីប្រាក់ឈ្នួលមានជាអាចដូចតទៅប្រាក់ឈ្នួលសុទ្ធសាធឬដែលបងប្អូនយើងតែងតែហៅថាជាប្រាក់ខែគោលប្រាក់ថែមម៉ោងប្រាក់កម្រៃជើងសារឬ commission បុព្វលាភនិងប្រាក់បំណាច់ភាគកម្មក្នុងប្រាក់ចំណេញឬ profit sharing ប្រាក់ដែលបើកជារង្វាន់តម្លៃអត្ថប្រយោជន៍ជាវត្ថុវិភាគគ្រួសារសម្រាប់ភាគដែលលើសពីទឹកប្រាក់ត្រឹមត្រូវតាមច្បាប់វិភាគសម្រាប់ការឈប់សម្រាកឬបំណាច់សម្រាប់ទូទាត់ការឈប់សម្រាកចំនួនប្រាក់ដែលនយោជកត្រូវផ្ដល់ឲ្យក្នុងពេលបាត់បង់សមត្ថភាពពលកម្មនិងក្នុងពេលលំហែមាតុភាពមិនត្រូវរាប់បញ្ចូលជាប្រាក់ឈ្នួលមានដូចជាទី1ការព្យាបាលសុខភាពឬ health care ទី2វិភាគគ្រួសារតាមច្បាប់ទី3សហូយធ្វើដំណើរឬ travel expense ទី4អត្ថប្រយោជន៍ដែលផ្ដល់ឲ្យជាពិសេសចំពោះកម្មករនយោជិតដើម្បីសម្រួលការបំពេញមុខងារ